គ្រូទាយថៃល្បីម្នាក់ទាយថាចាប់ពីខែនេះទៅថៃនឹងជួបរឿងវឹកវរខ្លាំងក្នុងនយោបាយហើយមានគ្រោះធម្មជាតិខ្វះខាតស្បៀងនិងរោគរាតត្បាតទៀតថ្មីនេះគ្រូផ្លៃដែលជាគ្រូទាយមួយរូបដ៏ល្បីនៅប្រទេសថៃបានទស្សន៍ទាយវាសនាប្រទេសជាតិថៃចាប់ពីពាក់កណ្ដាលឆ្នាំ2025ទៅថានឹងអាចជួបរឿងតានតឹងខ្លាំងក្នុងនយោបាយមានគ្រោះទឹកជំនន់ការខ្វះខាតអាហារនិងរោគរាតត្បាតគ្រូផ្លៃបានឲ្យដឹងថាចាប់ពីខែកក្កដាទៅប្រទេសថៃនឹងជួបរឿងកាន់តែតានតឹងក្នុងនយោបាយជាពិសេសអ្នកធំឋានៈខ្ពស់ម្នាក់នឹងត្រូវប្រជាជនរិះគន់រហូតដល់កើតបញ្ហាផ្លូវអារម្មណ៍សម្រាប់ក្នុងខែមិថុនានេះប្រទេសអាចនឹងជួបប្រទះគ្រោះទឹកជំនន់ឬរលកធំជាពិសេសតំបន់មួយចំនួននៅជិតសមុទ្រវាអាចកើតឡើងដោយសារតែភ្លៀងធ្លាក់ខ្លាំងហើយប្រព័ន្ធបង្ហូរទឹកមានឧបសគ្គមួយវិញទៀតអាចនឹងមានការផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រដែលបង្កជារលកធំដូច្នេះហើយអ្នកទេសចរនិងអ្នកនេសាទគួរតែមានការប្រុងប្រយ័ត្នគ្រូប្លែកបានបន្តទៀតថាបញ្ហាស្រូវនិងអាហារអាចនឹងមានការខ្វះខាតដូច្នេះត្រូវត្រៀមបង្ការដោយដាំបន្លែផ្លែឈើនៅក្នុងផ្ទះត្រៀមអាហារក្រៀមឲ្យបានច្រើនហើយកុំប្រញាប់ដុំចេញច្រើនពេកត្រូវទុកក្នុងប្រទេសសិនលើពីនេះទៀតពលករបរទេសអាចនឹងចូលមកកាន់តែច្រើនដោយយកជំងឺឆ្លងមកជាមួយផងមានដូចជាជំងឺរើមឬជំងឺដែលប៉ះពាល់ដល់កោសិកាឈាមសជាដើម